បាទជំរាបសួរបងម៉ែបងប្អូននៅខេត្តបន្ទាយមានជ័យខ្ញុំបាទវងភិរមសរមជាប្រធានដឹកនាំក្រុមជាងសក់នៅខាងផ្នែកបរោះនៅទីក្រុងភ្នំពេញនៅក្នុងសមាគមមិត្តយើងហើយថ្ងៃនេះផងដែរខ្ញុំបាទដឹកនាំក្រុមជាងសក់នៅក្នុងសមាគមមិត្តយើងមកកាត់សក់សប្បុរសធម៌ជាមួយនឹងខាងក្រសួងការងារបដិបដាវិជ្ជាជីវៈកិច្ចការងារសង្គមហើយនឹងខាងជួបជាប្រវត្តិនៅទឹកដីខេត្តបន្ទាយមានជ័យហើយថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយមែនទែនដោយសារឃើញបងប្អូនពុកម៉ែនៅខេត្តបន្ទាយមានជ័យលោកគ្រូអ្នកគ្រូហើយនឹងប្រជាជនទាំងអស់ហើយជាពិសេសពលករដែលទើបត្រឡប់មកពីប្រទេសថៃដែលគាត់កំពុងតែស្វាស្វែងរកការងារធ្វើអញ្ចឹងក្រសួងការងារគាត់បានអញ្ជើញមេភូមិមេឃុំទាំងអស់ឲ្យគាត់បង្ហាញពីប្រជាពលរដ្ឋដែលគាត់កំពុងតែស្វាស្វែងរកការងារធ្វើនៅខេត្តបន្ទាយមានជ័យនេះផងដែរហើយសម្រាប់ការងារបន្ទាប់យើងនឹងធ្វើដំណើរទៅកាត់សក់នៅខេត្តសៀមរាបបន្តទៀតអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនឬក៏ជាងសក់ទាំងអស់នៅក្នុងប្រជាជាតិនៅកម្ពុជាបើសិនតែមានបំណងចង់មកចូលរួមក្នុងកម្មវិធីកាត់សក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះអាចទំនាក់ទំនងមកតាមសមាគមមិត្តយើងបានសមាគមមិត្តយើងនឹងទទួលបងប្អូនហើយបងប្អូនអាចរួមដំណើរមកធ្វើការកាត់សក់ជាមួយពួកយើងខ្ញុំបានអញ្ចឹងជាចុងក្រោយសូមគោរពជូនពរពុកម៉ែបងប្អូននៅខេត្តបន្ទាយមានជ័យហើយក៏ដូចជាពុកម៉ែបងប្អូននៅទូទាំងប្រជាជាតិកម្ពុជាទាំងអស់ជួបតែសេចក្តីសុខសេចក្តីចម្រើននិងប្រកបមុខរបររកស៊ីជោគជ័យគ្រប់ភារកិច្ចទាំងអស់គ្នាបាទសូមអរគុណជម្រាបលាបាយបាយ